បរោះនោះបានកក់ខ្លួនភរិយាដែលធ្លាប់ស្អប់គាត់ស្រាប់តែអង្គុយនៅក្នុងរបស់គាត់កៅអីអ្នកដំណើរញឹមយ៉ាងផ្អែមល្ហែមសម្រាប់3ឆ្នាំហើយដែលនាងបានបដិសេធមិនចែករំលែកក្រែនាងបានប្រមាថឪពុកម្ដាយរបស់គាត់រាល់ឱកាសនាងបានទទួលនាងបានដេញតាមបរោះម្នាក់ទៀតតាមអ៊ីនធឺណិតដូចជាមនុស្សរងងក្នុងស្នេហាហើយនាងបានបង្ខំនាងប្តីត្រូវដាក់ពាក្យលែងលះប៉ុន្តែឥឡូវនេះអ្វីបានផ្លាស់ប្ដូរនាងបានចាប់ផ្ដើមចំអិនអាហារនាងបានសម្អាតផ្ទះនាងថែមទាំងបានជួយឪពុកម្ដាយរបស់គាត់ជាមួយនឹងគ្រឿងទេសនឹងនៅពេលណាដែលនាងឃើញគាត់នាងគ្រាន់តែសាយភ្លឺស្វាងនិងគ្មានកង្វល់បរោះនោះមិនអាចយល់ពីអ្វីដែលគ្មានអ្នកណាដឹងស្ត្រីនោះត្រូវបានជំនួសដោយក្មេងស្រីចូលចិត្តញ៉ាំអាហារម្នាក់ពីពិភពលោកមួយផ្សេងទៀតពិភពលោកដើមបានរត់គេចខ្លួនជាមួយនឹងមនុស្សល្ងងម្នាក់ត្រូវបានបដិសេធហើយត្រូវបានរត់យ៉ាងឃោរឃៅនៅពេលនោះជើងបានប៉ះនឹងដីអ្នកចូលចិត្តញ៉ាំអាហារក្មេងស្រីបានយកលើរាងកាយរបស់នាងហើយបើកភ្នែករបស់នាងថ្ងៃនៃការលែងលះមុនពេលនាងអាចមានប្រតិកម្មបរោះនោះបានប្រគល់ឲ្យនាងឯកសារនាងសម្លឹងមើលហត្ថលេខាវាគឺជារបស់នាងនោះហើយជាពេលដែលនាងបានដឹងថានាងមានបានធ្លាក់ចូលទៅក្នុងប្រឡំលោកដែលនាងបានអានកាលពីយប់មិញហើយនាងមិនមែនជាវីនារីទេនាងគឺជាចំណីកំភ្លើងធំអតិថិភរិយាភ្នែករបស់នាងបានរសាត់ទៅរកកម្ពស់របស់ស្វាមីនាងចាស់និងសង្ហាដ៏គ្រោះថ្នាក់ជាការស្រាវជ្រាវមួយវិស្វករនិងម៉ាស៊ីនផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយខែមានប្រាក់$3000បេះដូងរបស់នាងបានលោតញាប់ព្រៃផ្សៃប៉ុន្តែការពិតបានវាយប្រហារយ៉ាងលឿនបរោះនោះបានឆក់យកឯកសារលែងលះពីនាងដៃក្រពះរបស់នាងទន់ខ្សោយតានាងទៀតនឹងបាត់បង់សម្បត្តិអាហារមាសរបស់នាងរួចហើយគ្មានផ្លូវទេនាងបានលោតឡើងលើសាឡុងភ្នែកឆេះអាពីពិពាននេះមិនមែនទេចប់ហើយនាងស្រែកបន្ទាប់មកនាងបានព្យាយាមហែកក្រដាសទាំងនោះចេញប៉ុន្តែពួកគេក្រាស់ពេកដើម្បីរឹបដៃរបស់នាងញ័រខ្លួនពោពេញដោយក្តីខកចិត្តនៅលើមុខរបស់នាងគ្រាន់តែបន្ទាប់មកប្អូនថ្លៃស្រីដែលមានសង្ឃឹមជាយូរមកហើយចំពោះការលែងលះរបស់ពួកគេបានឆក់យកក្រដាសពីដៃរបស់នាងដោយលបឿនភ្លេចបន្ទោអរគុណព្រះជាម្ចាស់ដែលវាមិនមែនខូចខាតនាងនិយាយដោយមោទនភាពរួចក្តាប់វាដូចជាកំណប់ទ្របនាងបានប្រគល់វាដោយប្រុងប្រយ័ត្នទៅបរោះនោះក្មេងស្រីនោះបានកកសង្ហារបស់នាងសម្បត្តិអាហារបាត់ទៅហើយប៉ុន្តែក្មេងស្រីថ្មីរូបនេះអ្នកចូលចិត្តញ៉ាំអាហារមកពីពិភពលោកមួយផ្សេងទៀតបានយកនាងកន្លែងនៅថ្ងៃចុះហត្ថលេខាវាមិនមែនទេចំណាយពេលយូរសម្រាប់នាងដើម្បីដឹងប្រសិនបើនាងចាក់ចេញផ្ទះនេះនាងនឹងអត់ឃ្លានរហូតដល់ស្លាប់តាមដងផ្លូវដូច្នេះហើយបានប្រញាប់ប្រញ័រនាងចាប់ដៃបរោះនោះយ៉ាងណែនហើយអង្វរអតីតស្វាមីតើយើងអាចរងចាំត្រឹមតែ30បានទេថ្ងៃយ៉ាងហោចណាស់រហូតដល់វិញ្ញាបនបត់មកដល់បងថ្លៃស្រីបានផ្ទុះឡើងនាងបានដាក់ពាក្យសុំលែងលះនាងចាញ់បោកហើយឥឡូវនេះនាងកំពុងលេងជន់រងគ្រោះក្មេងស្រីនោះនៅស្ងៀមខ្ញុំនឹងមិនត្រឡប់ទៅលែងលះវិញនាងបាននិយាយថាប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំស្នាក់នៅមួយខែទៀតភ្លាមនោះនាងភាពរៀបទៀបបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលបរោះនោះឪពុកម្ដាយបដូរទឹកមុខគ្នារួចមកក្បាលស្ងាត់បរោះនោះនៅតែញើងឆ្ងល់ប៉ុន្តែបានរើចេញហើយយល់ព្រមក្មេងស្រីនោះបានអន់ក្បាលយ៉ាងជ្រៅអរគុណគាត់ដូចជាភរិយាស្មោះត្រង់ឪពុកម្ដាយគោរពការសម្រេចចិត្តរបស់គាត់ប៉ុន្តែបងថ្លៃស្រីសម្លឹងមើលដោយក្តីស្អប់ខ្ពើមមិនយូរប៉ុន្មានក្មេងស្រីបានចូលទៅក្នុងអ្វីដែលធ្លាប់ជារបស់ពួកគេបន្ទប់គេងនាងឈប់ភ្លាមនៅពេលឃើញលោហៈនៅលើជញ្ជាំងរបស់ស្វាមីនាងសមិទ្ធផលដែលភ្លឺចែងចាំងនៅក្រោមស្រាលនាងមិនអាចទប់ចិត្តបានក្រៅពីដកដង្ហើមធំ3ក្នុងមួយខែសម្រាប់លុយហោប៉ៅសង្ហាជោគជ័យនិងស្មោះត្រង់ម្ចាស់ដើមចង់លែងលះគាត់នាងប្រហែលជាខ្វាក់ភ្នែកហើយពេលនោះទូរស័ព្ទរបស់នាងភ្ញាក់ផ្អើលវាគឺជាអតីតមិត្តប្រុសមនុស្សថោកទាបគាត់បានផ្ញើសារនឹកអ្នកណាស់សម្លាញ់ផ្គាំក្មេងស្រីធ្លាក់ចុះមុខរបស់នាងរមូលចូលស្អប់ខ្ពើមនាងវីតុបវិញដោយកំហឹងរបស់អ្នកទីរូបស្លាប់ហើយសេនឌីនសិនប្រសិនបើអ្នកខកខានក្រោយមកក្មេងស្រីនោះក៏ដេកលើក្រែដែរឃ្លានចង់ផ្លាស់ទីក្លិនឈ្ងុយឆ្ងាញ់រសាត់តាមខ្យល់អ្នកចូលចិត្តញ៉ាំរបស់នាងសភាពគិតបានចាប់ផ្ដើមដំណើរការភ្លាមនាងជំពុកជើងចុះពីលើក្រែហើយលួចមើលចូលទៅក្នុងផ្ទះបាយម្ដាយក្មេករបស់នាងគឺចំអិនអាហារក្មេងស្រីនោះបានកកនាងមានបានចុះហត្ថលេខាលើឯកសារលែងលះរួចហើយមិនមែនជាហេតុផលសម្រាប់នាងដើម្បីនៅតែញ៉ាំអាហារនោះទេនៅទីនេះនៅពេលដែលឪពុកក្មេករបស់នាងចាប់ផ្ដើមពិភាក្សាអ្វីដែលត្រូវញ៉ាំសម្រាប់អាហារពេលល្ងាចអ្នកចូលចិត្តញ៉ាំអាហារហើយនាងមិនអាចបដិសេធបានទៀតទេនាងបាននិយាយចេញមុខម្ហូបមួយចំនួនដោយមិនបាននិយាយអ្វីទាំងអស់កំពុងគិតបន្ទប់ស្ងាត់ឈឹងមានអារម្មណ៍ខ្មាស់អៀនប្រញាប់ប្រញ័រចាប់អាំងលាងចានហើយនិយាយថានាងបានលាងចានហើយបន្លែខ្លួនឯងឪពុកក្មេករបស់នាងស្ទើរតែធ្លាក់ពេងរបស់គាត់គិតថានាងច្បាស់ជាឈួតហើយម្ដាយក្មេករបស់នាងសម្លឹងមើលភាពងឿងឆ្ងល់របស់នាងដោយឆ្ងល់ប្រសិនបើក្មេងស្រីនោះកំពុងរៀបចំអ្វីមួយប៉ុន្តែក្មេងស្រីនោះគ្រាន់តែញឹមយ៉ាងស្រស់ទាំងអស់ស្អាតម្ដាយក្មេកប្រញាប់ប្រញ័រមកជួយពេលពួកគេកំពុងចំអិនជាមួយគ្នាស្ត្រីចំណាស់បាននិយាយដោយស្រទន់ប្រសិនបើអ្នកធ្លាប់ចង់បានអ្វីមួយគ្រាន់តែប្រាប់ម៉ាក់ថាខ្ញុំនឹងធ្វើវាក្មេងស្រីនោះបានកកស្ទះនឹងញ័រខ្លួនម្ដាយក្មេកក៏ដែរទាំងពីរស្រាប់តែនឹកឃើញពីការលែងលះខ្យល់ប្រែជាឆ្កងឪពុកក្មេករបស់នាងយ៉ាងលឿនបានបំបែកភាពស្ងៀមស្ងាត់ចុះពេញប៉ោះវិញសុបយប់នេះភ្នែករបស់ក្មេងស្រីភ្លឺឡើងភ្លាមនោះជាម្ហូបដែលខ្ញុំចូលចិត្តបំផុតម្ដាយក្មេកសាច់ហើយបន្ថែមបន្ទាប់មកចូលយើងធ្វើឆ្អឹងជំនីអាំងផងដែរក្មេងស្រីនោះបានដកដង្ហើមធំហើយអបនាងយ៉ាងណែនអ្នកគឺជាម្ដាយក្មេកដ៏ល្អបំផុតនៅក្នុងពិភពលោកឪពុកក្មេកសម្លឹងមើលនិយាយមិនចេញគាត់រអ៊ូតមនៅក្រោមរបស់គាត់ដង្ហើមទាំងព្រះអាទិត្យរះពីខាងលិចព្រោះនាងចាស់មិនដែលញ៉ាំនៅផ្ទះហើយមិនដែលឃើញពួកគេជាក្រុមគ្រួសារទេ